បាទវីដេអូនេះពិតជាមានប្រយោជន៍ដល់បងប្អូនមួយចំនួនធំដែលគាត់តែងតែចង់ចេះបង្កើត scan ដោយខ្លួនឯងប៉ុន្តែមិនដឹងថាធ្វើរបៀបម៉េចចឹងណាជាទូទៅច្រើនតែជួលជាងមកអស់លុយ10 20 30វាចឹងទៅដើម្បីឲ្យធ្វើឲ្យបានចឹងណាចឹងសម្រាប់បងប្អូនដែលចង់ធ្វើបងប្អូនអាចទស្សនាវីដេអូនេះពីដើមដល់ចប់ទៅអាចនឹងធ្វើបានបងប្អូនណាអូខេចឹងកុំឲ្យវែងឆ្ងាយខ្ញុំចង់បង្ហាញបងប្អូនពីរបៀបនៃការធ្វើចឹងជាដំបូងបងប្អូនត្រូវប្រកាសថាតើបងប្អូនបានភ្ជាប់ខ្សែ network អាពណ៌ Q ពណ៌បៃតងនោះហើយឬនៅណាបងប្អូនអូខេបងប្អូនត្រូវភ្ជាប់ទោះបីមានម៉ាស៊ីនកុំព្យូទ័រប្រមាណក៏ដោយឥឡូវយើងឧទាហរណ៍ថាមាន2ចុះចឹងយើងត្រូវឲ្យម៉ាស៊ីនហ្នឹងមានដំណើរការ network ទាំងអស់គ្នាចឹងអូខេហើយមួយទៀតគឺយើងចាប់ដើមដោតខ្សែពណ៌បៃតងពណ៌ Q ហ្នឹងឯងចេញពីម៉ាស៊ីនកូពីរបស់យើងសម្រាប់ model ម៉ាស៊ីនរបស់ខ្ញុំគឺជាម៉ាស៊ីន Ricoh MP3353 ហើយ complete បងប្អូនត្រូវតែបង្កើត IP ជាមុនសិនណាអូខេ IP នៅក្នុងកំណត់ IP នៅក្នុងម៉ាស៊ីន photocopy របស់យើងសិនណាអូខេឥឡូវខ្ញុំបានបង្កើតហើយខ្ញុំអត់បានថតម៉ាស៊ីនទេខ្ញុំចាប់ដើមភីងរកមើលតែម្ដងចឹងបងប្អូនវាយ Windows ជាមួយបូកមួយអក្សរ O មកហើយបន្តមកទៀតវាយ CMD ណាហើយ Enter មកណាតោះមកយើងធ្វើការ ping អូខេ IP របស់ខ្ញុំ 192.168.58 អូខេឃើញថាវាស្គាល់ហើយណាអញ្ចឹងបន្ទាប់ពីស្គាល់គ្នាចេះបានហើយយើងបើសិនជាបងប្អូនចង់ដាក់ driver ដើម្បីឲ្យអាច print បានក៏រឹតតែងាយទៅទៀតហើយអូខេបងប្អូនគាត់ download មកណាឥឡូវខ្ញុំប្រាប់ទៅឲ្យអស់ថ្មអូខេបងប្អូនចូល browser មួយមកណាអូខេចូល browser មកវាយ model ម៉ាស៊ីនរបស់យើងមកអូខេខ្ញុំ Ricoh 3353អូខេចឹងមកតោះមកយើងចុចលើហ្នឹងហើយធ្វើការ download មកណាបងប្អូននេះយកអាលើគេតែហ្មងណាអា2025ហ្នឹងទៅតោះមកគ្រាន់តែឡើងមកអត់មានអីសាំញ៉ាំទេពេលនោះយើងអាចធ្វើការ print ចេញពីម៉ាស៊ីនណាមួយបានហើយអូខេចឹងជំហានបន្ទាប់យើងចាប់ដើមបង្កើត scan បងប្អូនណា scan ចឹងបង្កើត scan បងប្អូនដាក់នៅ desktop ហ្នឹងក៏បានដែរឬក៏ដាក់នៅក្នុង document នេះ user ហ្នឹងក៏បានដែរឥឡូវខ្ញុំដាក់ឲ្យនេះ scan 168តើបងប្អូនចូល មកស្ដាំលើវាហើយយក property បងប្អូនចូល property មកអូខេហើយយក sharing ហើយចុចលើពាក្យ share អញ្ចឹងណាបងប្អូនអូខេយើង share everyone តែម្ដងហើយចុចលើ everyone យើង tick លើ read and write អូខេតមក share តែម្ដងអូខេហើយ done អូខេទៅភាសាទៀតបងប្អូនយក advanced sharing ណាចុចចឹងហើយយើងយកពាក្យថា permission ហើយអូខេមកណានេះ tick លើ control full control មកអូខេចឹងហើយអូខេមកណាដោយសារខ្ញុំបានធ្វើភាសាប៉ុន្តែវាអត់ទាន់ចប់ឥឡូវខ្ញុំធ្វើឡើងវិញម្ដងទៀតបន្តមកទៀតយើងចាប់ដើមចុចទៅលើ link នេះ network and sharing center អូខេកន្លែងណាដែលយើងត្រូវបើកខ្លះណាទី1 network យើង turn on តែម្ដងអូខេទី2គឺ turn on file and printing sharing នឹងដែរហើយយើងមើលទៀតមានណាទៀតមិនទាន់មានណាអូខេយើងបើកអស់មកណាអូខេយើងបើកឲ្យអស់តែម្ដងកុំឲ្យវែងឆ្ងាយហើយចុងក្រោយកន្លែងទៅនេះបើសិនជាបងប្អូនម៉ាស៊ីនបងប្អូនមាន password ពេលយើង log ចូលណាuser log password user យើងអាចចុចលើពាក្យ turn on មកបើគ្មានទេយើងយកអានេះមកណាហើយ save ច្រាំងមកអូខេចប់ហើយយើងចូល browser តោះមកយើងធ្វើការវាយ address របស់ម៉ាស៊ីន photocopy របស់យើងណា 192.168.1.58 អូខេឥឡូវយើងចូលហើយបងប្អូនចុចទៅលើពាក្យថា login មិនបាយវិញឆ្ងាយទេបងប្អូនវាយតែពាក្យ admin មកអូខេ admin ហើយ enter យកមកទៅបានហើយណា អូ
ok ហើយជំនាញបន្ទាប់យើងចុចទៅលើពាក្យថា device management ហើយយក address book អូខេយក address book មកមើលបើសិនជាម៉ាស៊ីនយើងមាន print ប្រមាណវាមាន scan ប្រមាណវានឹងបង្ហាញទាំងអស់ខ្ញុំមាន2ទេណាអូខេមាន2ហើយឥឡូវខ្ញុំចង់បន្ថែមវាមួយទៀតទៅដោយសារព្រឹកមិញខ្ញុំធ្វើអត់បានហើយទេឥឡូវធ្វើម្ដងទៀតបងប្អូនចុចលើពាក្យថា add user តែម្ដងអូខេបន្ទាប់មកយក tick ទៅលើពាក្យថា folder destination អូខេតើបងប្អូនចុចលើសញ្ញានេះណាបងប្អូនយកពាក្យថា go to next ឥឡូវខ្ញុំចូលបានមួយទៀតហើយណា registration number នោះគឺលេខ3អូខេ003ដង00លេខ3ណាអូខេកន្លែងនេះយើងដាក់ឈ្មោះយើងសម្រាប់ display នៅពេលដែលយើងចង់ print ចង់ scan ពីម៉ាស៊ីន photocopy ណាយើងដាក់អីក៏បានដែរឥឡូវខ្ញុំដាក់អីផ្សេងមួយទៀតណាដាក់99ម្ដងអញ្ចឹងណាអូខេហើយតនេះក៏យើងដាក់ដូចគ្នាដែរណាអូខេដាក់ដូចគ្នាមក copy ដល់ដូចគ្នាតែម្ដងអូខេផាសមកតមកបងប្អូនយើង go to next ទៀតមកណាអូខេមកដល់ទីតាំងនេះជាទីតាំងដែលសំខាន់បងប្អូនអញ្ចឹងយើងមកស្ដាំលើនេះលើ folder scan របស់យើងមកហើយយក property យក sharing ហើយ copy កន្លែងហ្នឹងបងប្អូនណា copy កន្លែងហ្នឹងណាផាសឲ្យចូលក្នុង block ទី1ហ្នឹងគេហៅ path របស់វាណា path តមកយើងចាប់ដើមដាក់ username របស់យើងណា username របស់ម៉ាស៊ីនហ្នឹងបងម៉ាស៊ីន computer យើងណាឥឡូវខ្ញុំវាយ cmd ហើយខ្ញុំនេះមើលណានេះ username របស់ខ្ញុំគឺមានឈ្មោះថាសុខានេះអូខេយើង copy ឡើងហ្នឹងបងហ្នឹងហើយ copy ឡើងហ្នឹងមកហើយយើងមកផាសចូលឡើងហ្នឹងតែម្ដងចំណែក password យើងមិនបាច់ដាក់បងបើយើងមិនមានបាច់ដាក់ល្អជាងប៉ុណ្ណឹងមកយើងចាប់ដើមចុច go to next ទៀតមកណាអូខេឥឡូវយើងបានសម្រេចហើយបងយើងអូខេមួយទៀតមកបញ្ចប់ហ្នឹងហើយយើងបាន3ហើយណានេះបាន3ហើយណាអានេះអាក្រុមគេដែលយើងទៅបង្កើតមិញណាបន្ទាប់ពីបានចឹងហើយឥឡូវខ្ញុំធ្វើការ scan ឲ្យបងប្អូនមើលសាមើលណាអូខេនេះ folder scan របស់យើងណាមើលខ្ញុំ scan សាមើលបងប្អូនអូខេបងប្អូនលឺទីទេណាគេចាំបន្តិចមើលវាបានដល់នៅអូខេបងប្អូនឥឡូវខ្វះរឿងមួយទៀតណាអញ្ចឹងបងប្អូនចូលកន្លែង control panel ហើយយក uninstall program តមកយក turn window feature ណា on off បងប្អូនមើលមកក្រោមអូខេនេះកន្លែងនេះយើងអត់បាន tick ទេណា SMB នេះចុចទៅនឹងមកណាបងច
ចុចសញ្ញានេះយើងធីកទាំងអស់អញ្ចឹងណាបងនឹងធីកទាំងអស់មកហើយយើងអូខេមកណាហើយជំហានបន្ទាប់បងប្អូន restart វាមួយសិនណាដើម្បីឲ្យវាដើរអូខេវាទី restart ហើយអញ្ចឹងខ្ញុំបិទអីវ៉ាន់ចោលមួយចំនួនសិនណាខ្ញុំលុកអាវនេះចោលមួយទៅអូខេអញ្ចឹងបងប្អូន restart តាមវាមកណា